ok នេះគឺជា account TikTok ដែលអាចរកលុយបានជាមួយនឹងការបង្ហោះវីដេអូហើយមានអ្នកមើលច្រើនទៅគ្រប់លក្ខខណ្ឌនិងគោលការណ៍របស់គេយើងអាចស្នើសុំរកប្រាក់ជាមួយនឹង TikTok account ប្រភេទនេះបានបាទហើយ TikTok account ប្រភេទនេះគឺ TikTok បរទេសដូចជា TikTok សហរដ្ឋអាមេរិក TikTok ប្រេស៊ីលឬក៏កូរ៉េជាដើមបាទហើយយើងមកដឹងពីរបៀបបង្កើត TikTok ទាំងអស់នេះបាទអញ្ចឹងជំហានដំបូងយើងត្រូវមាន app ពីរនេះបាទដើម្បីបង្កើតបាទយើងមាន app ពីរនេះគឺងាយៗទេដើម្បីបង្កើតយើងមិនបាច់បើក VPN ឬ VPS ទេគឺយើងមានតែ app ពីរនេះគឺយើងអាចបង្កើតបានហើយបាទហើយជាមុនដំបូងយើងត្រូវចូល app ខាងស្នាមដៃនេះបាទ app ខាងស្នាមដៃជាមុនសិនគឺយើងត្រូវការចូលទៅដើម្បីជ្រើសរើសប្រទេសដែលយើងចង់បង្កើតបាទឧទាហរណ៍ខាងលើនេះជាសហរដ្ឋអាមេរិកអញ្ចឹងយើងចង់បង្កើតសហរដ្ឋអាមេរិកយើងដាក់សហរដ្ឋអាមេរិកកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំចង់បង្កើតប្រទេសផ្សេងទៀតបាទអត់ចង់បង្កើតប្រទេសសហរដ្ឋអាមេរិកទេគឺឧទាហរណ៍ខ្ញុំចូលទៅជ្រើសរើសរកប្រទេសមួយបាទគឺប្រទេសកូរ៉េអញ្ចឹងខ្ញុំធ្វើការរកប្រទេសកូរ៉េបាទគឺសេអ៊ូលកូរ៉េនេះបាទអញ្ចឹងយើងចុចលើសេអ៊ូលកូរ៉េនឹងមកវាចេញបែបនេះបាទចេញបែបនេះអញ្ចឹងយើងអាចបង្កើត TikTok កូរ៉េបានហើយបាទអញ្ចឹងយើងចូលទៅ TikTok មួយទៀតបាទ TikTok មួយទៀតហើយយើងធ្វើការបង្កើតដោយចុច sign up នៅខាងក្រោមបាទចុច sign up នៅខាងក្រោមបន្ទាប់មកយើងអាចបង្កើតជាមួយនឹង account Facebook ឬក៏ account Gmail បាទអញ្ចឹងយើងយកមួយណាក៏បានដែរបាទហើយខ្ញុំ recommend ឲ្យបង្កើតជាមួយ email ដែលមានអក្សរពណ៌ក្រហមនៅខាងលើនេះបាទយើងដាក់ email របស់យើងចូលបាទអញ្ចឹងយើងចុចទៅគឺយើងត្រូវការជ្រើសរើសថ្ងៃខែឆ្នាំកំណើតបាទអញ្ចឹងយើងដាក់ថ្ងៃខែឆ្នាំកំណើតមកបាទយល់ល្អគឺយើងដាក់ឲ្យពិតបាទដាក់ឲ្យពិតដើម្បីយើងពេលដែលយើងស្នើសុំគឺយើងមិនបាច់កែទៀតបាទបើយើងដាក់ឲ្យពិតទេពេលដែលយើងស្នើសុំរកលុយគឺយើងកែទៀតបាទអញ្ចឹងយើងដាក់ថ្ងៃខែឆ្នាំកំណើតរួចហើយយើងចុចបន្តទៀតកន្លែងនេះគឺយើងត្រូវគ្រីសយកទាំងអស់បាទគ្រីសយកទាំងអស់ហើយចុចបន្តទៅទៀតបាទហើយបន្ទាប់មកកន្លែងនេះគឺយើងត្រូវការដាក់លេខទូរស័ព្ទយើងកើតតែកូរ៉េយើងដាក់លេខទូរស័ព្ទកូរ៉េប៉ុន្តែកន្លែងលេខទូរស័ព្ទនេះគឺយើងដូរមកដាក់ email វិញបាទអញ្ចឹងកន្លែងនេះយើងបំពេញ Gmail យើងមកបាទដើម្បីបង្កើតបាទបន្ទាប់មកយើងចុច continue បន្តទៅទៀតបាទអូខេហើយកន្លែងនេះយើងធ្វើការបង្កើត password ដើម្បី login ចូល account របស់យើងបាទអញ្ចឹងយើងបង្កើត password ឲ្យស្រួលចំណាំដើម្បីយើងចូលទៅ account TikTok យើងបានដោយងាយស្រួលបាទអញ្ចឹងយើងដាក់អីក៏បានដែរឲ្យតែស្រួលចំណាំបាទអូខេអញ្ចឹងយើងដាក់គ្រប់គ្រាន់ហើយយើងអាចចុចបន្តទៅមុខទៀតបាទរងចាំបន្តិចបាទអូខេរងចាំបន្តិចដល់កន្លែងនេះយើងត្រូវការ verify ជាមួយនឹង robot បាទបើយើង robot យើងមិនអាច verify បានទេបាទអូខេអញ្ចឹងយើង verify បានហើយយើងចុចបន្តទៅមុខទៀតបាទនៅប៊ូតុងខាងក្រោមបាទអូខេកន្លែងនេះយើងដាក់ឈ្មោះបាទដាក់ឈ្មោះហៅក្រៅរបស់យើងហៅលេងហ្នឹងបាទឈ្មោះ account របស់យើងហ្នឹងយើងអាចដាក់អីក៏បានដែរឲ្យតែយើងពេញចិត្តនឹងដាក់ឈ្មោះរបស់យើងបាទអញ្ចឹងយើងចុចបន្តទៅមុខទៀតបាទយើងដាក់រួចហើយយើងចុចបន្តទៅមុខទៀតអូខេរងចាំ account របស់យើងគឺបានរួចរាល់ចូលមកហើយបាទយើងអស់មើលទៅគឺយើងបង្កើតប្រទេសកូរ៉េគឺ load មកគឺសុទ្ធតែប្រទេសកូរ៉េតែម្ដងបាទអូខេអញ្ចឹងយើងអស់មើលទៅគឺសុទ្ធតែប្រទេសកូរ៉េយើងឲ្យបេះដូងមួយអញ្ចឹងទៅបាទ follow មួយសាកមើលសិនទៅបាទអញ្ចឹងយើងអស់មើលលេងមួយរយៈសិនបាទមួយសន្ទុះសិនមកបាទយើងចាំធ្វើអីបន្តទៀតបាទអូខេយើងអស់លេងបដាលេងអញ្ចឹងទៅបាទយើងអាច follow អាចអីគេខ្លះទៅបាទប៉ុន្តែកុំ follow ច្រើនពេកអាច TikTok នឹងចាប់បាទអូខេអញ្ចឹងយើងចូលមក profile របស់យើងបាទចូលមក profile របស់យើងអាចដាក់រូបភាព profile ចូលបាទអញ្ចឹងខ្ញុំចុចទៅលើកន្លែង profile នេះហើយបញ្ចូលរូបភាពមួយដើម្បីដាក់ជារូប profile បាទអូខេយើងបញ្ចូលរូបភាពអញ្ចឹងខ្ញុំបញ្ចូលរូបភាពមួយនេះដើម្បីជារូបភាព profile TikTok របស់ខ្ញុំបាទអូខេអញ្ចឹងរងចាំបន្តិចអូខេរូបភាព profile គឺបានរួចរាល់ហើយបាទយើងតាំង profile បានហើយបាន follow យើង follow គេបាន3នាក់ដែរហើយបាទអញ្ចឹងយើងអាចចូលមកមើលកន្លែង setting បាទកន្លែង setting and privacy នេះហើយខាងលើ setting គឺមាន TikTok Studio បាទអញ្ចឹងដើម្បីដឹងកន្លែងមុខងាររកលុយបានគឺយើងចូលទៅខាងលើ setting គឺ TikTok Studio នេះបាទយើងចូលទៅយើងនឹងឃើញមាន monetization បាទអញ្ចឹងយើងអស់វាឡើងទៅលើតិចមកយើងឃើញ monetize កន្លែងនេះយើងចុចចូលកន្លែង monetize ហ្នឹងទៅយើងនឹងឃើញមុខងាររកប្រាក់ឲ្យបាទអញ្ចឹងកន្លែងនេះកន្លែងទី2នេះគឺជាមុខងារសំខាន់សម្រាប់ TikTok ដើម្បីអាចរកលុយបានជាមួយនឹងការបង្ហោះវីដេអូបាទយើងមើលលក្ខខណ្ឌរបស់គេគឺអាយុចាប់ពី19បាទហើយអ្នក follow ចាប់ពី 10k follow ឡើងទៅបាទហើយចំពោះអ្នកមើលវិញគឺ 100k រយៈពេល30ថ្ងៃបាទអូខេយើងរកបានប៉ុណ្ណឹងគឺយើងអាចស្នើសុំរកលុយជាមួយ TikTok បានហើយបាទអូខេអញ្ចឹង TikTok របស់យើងគឺបានបង្កើតបានដោយជោគជ័យហើយគឺជា TikTok កូរ៉េបាទគឺអាចស្នើសុំរកលុយបានពេលដែលគ្រប់គោលការណ៍បាទអញ្ចឹងយើងចូលមក setting and privacy ហើយយើងចូលមកកន្លែង account នេះបាទកន្លែង account នេះយើងមើល
កន្លែង account information នេះកន្លែងនេះគឺយើងដឹងថា TikTok របស់យើងនៅឯណាហើយបាទអញ្ចឹងគឺ Seoul កូរ៉េបាទយើងបង្កើតតែកូរ៉េគឺនៅកូរ៉េបាទអញ្ចឹងសម្រាប់កម្មវិធីពីរនេះគឺយើងអាចបង្កើតងាយៗបាទដោយមិនចាំបាច់ប្រើ VPN ទេបាទហើយសម្រាប់បងប្អូនដែលចង់បានកម្មវិធីទាំងពីរនេះគឺអាចតាក់ទងខ្ញុំបានតាមរយៈ Telegram ដែលមាននៅក្នុង profile TikTok ឬក៏ profile page ឬក៏ profile YouTube បាទបាយបាយ